ចឹងតើបានតាមក្រុមហ៊ុនពេលបុគ្គលិកដាក់ពាក្យចូលធ្វើការត្រូវការអ្នកមានបទពិសោធន៍ធម្មតាម៉ាស៊ីនកាត់ទិញមកមានឡាបស្រាប់តែបានតែប្រុសប្រើទេស្រីដូចយើងប្រើគ្រោះថ្នាក់ខ្ញុំឆ្នៃបានវិធីមួយយកខ្សែប្រាំងម៉ូតូផ្សំជាមួយខ្សែជ័រទៅកាត់បាត់ដាច់ល្អប្រើខ្សែជ័រសុទ្ធកាត់បានតែស្មៅស្ដាងស្មៅក្រាស់កាត់អត់ចង់ដាច់ទេដែកប្រាំងយើងដាក់ខ្លីជាងខ្សែជ័រពេលកាត់តាមមុំឬក៏កែងអត់សូវបង្កហានិភ័យអញ្ចឹងតើបានតាមក្រុមហ៊ុនពេលបុគ្គលិកដាក់ពាក្យចូលធ្វើការត្រូវការអ្នកមានបទពិសោធន៍ដូចខ្ញុំអញ្ចឹងកាត់ស្មៅរដងតូចដាច់លឿនដល់ពេលគល់ធំអត់ដាច់សោះហើយឡើងពី3សាពេលអញ្ចឹងទៅចេះតរនឹកខាងធ្វើម៉េចដើម្បីដាច់ឥឡូវនឹកឃើញបានវិធីថ្មីកាត់ស្រួលមែនតែនវីតែម្ដងដាច់អស់លីងស្មើស្រាប់ហ្មងរាល់ដងប្រើពេលកាត់1ម៉ោងឬក៏1ម៉ោងកន្លះហើយប្រភេទស្មៅភ្លុកកាត់អត់ដាច់ទេពេលនេះលែងភ័យហើយស្មៅគល់ធំប៉ុណ្ណាក៏អត់ខ្លាចដែរបងប្អូនស្គាល់ដើមដែលម៉ែកំពុងទៅបេះស្លឹកនេះអត់ឲ្យតែចូលដល់ខែវស្សាធ្លាក់ភ្លៀងម្ដង2ដងចាប់ផ្ដើមចេញត្រួយមកតិចហើយធ្វើមលក់ផ្ទាប់បានគ្រប់មុខឆ្ងាញ់ណាស់បើនៅប្រទេសជិតខាងវិញដើមនឹងលក់បានថ្លៃបងប្អូនស្គាល់កុំភ្លេច comment ឈ្មោះនៅខាងក្រោមវីដេអូខ្ញុំផងពេលកាត់ស្មៅរឿងចាំបាច់បំផុតគឺពាក់វ៉ែនតាបើសិនជាអត់ពាក់ដូចខ្ញុំអញ្ចឹងស្មៅវត្តចូលពេញភ្នែកគិតថាអត់អីកាត់រាល់ថ្ងៃហើយតែមានណាផ្លាត់ស្ងៀមតោះតែបានកាត់ចិត្តរួចហើយចែងសុកធ្លាក់ភ្លៀងមកឈូធ្វើស៊ីខ្ញុំមកមេឃនឹងខំថាទៅងូតទឹកឲ្យហើយចាំស្អែកចាំបញ្ចប់ពេលទៅដល់កន្លែងកក់សក់មេឃបើកថ្ងៃជ្រេញមកធ្វើម៉េចបើខ្លួនសើមមកហើយអញ្ចឹងងូតទឹកកក់សក់តែម្ដងទៅកុំឲ្យខាតប្រើឈុតសាប៊ូក្លិនណាធ្វើឲ្យសក់យើងដុសក្រាស់រឹងមាំហើយបាត់ជ្រុះបានល្អមែនតែនព្រោះផ្សំឡើងដោយវីតាមីន B1 និង B5 ហើយក្រែមបន្ទន់ណាធ្វើឲ្យសក់យើងភ្លឺរលោងទន់ដូចសរសៃសូត្រចឹងសាប៊ូក្លិនជាផលិតផលរបស់កូនខ្មែរយើងដែលមានរូបមន្តមកពីប្រទេសកូរ៉េមានតែសាប៊ូក្លិនលែងមានបញ្ហាសក់ជ្រុះទៀតនៅខាងស្រុកខ្ញុំស្លឹកនឹងហៅត្រួយលៀបចាស់គាត់ចូលធ្វើមលក់ត្រីប្រៃផ្អកប្រហុកទឹកគ្រឿងដូចម៉ែខ្ញុំអញ្ចឹងគាត់មានផ្អកចំហុយបេះមកផ្ទាប់ជាមួយគ្នាឆ្ងាញ់មែនតើ